ឥឡូវនេះសូមមកមើលវេយ្យាករណ៍ក្នុងមេរៀនទី7ជាបន្តទៀតវេយ្យាករណ៍ទី7គឺបង្ហាញអំពីការធ្វើសកម្មភាពទៅកាន់នរណាម្នាក់ដែលអ្នកទទួលរងសកម្មភាពហ្នឹងគឺបង្ហាញឡើងដោយបបសព្ទនេះឧទាហរណ៍私は S さんに日本語を教えますឃ្លានេះមានថាខ្ញុំបង្រៀនភាសាជប៉ុនទៅកាន់លោក S អញ្ចឹងលោក S គឺជាអ្នកដែលទទួលរងអំពើនៃការបង្រៀនវេយ្យាករណ៍ទី8គឺទាក់ទងទៅនឹងសំណួរសួររកអ្នកដែលទទួលរងអំពើថាតើយើងធ្វើសកម្មភាពទៅកាន់នរណាគេដែរអញ្ចឹងករណីនេះគឺយើងប្រើប្រាស់បកសព្ទនេះហើយសំណួរគឺ 誰ឧទាហរណ៍សំណួរ誰にプレゼントをあげましたかសំណួរមានថាតើអ្នកបានឲ្យកាដូទៅនរណាគេដែរចម្លើយ友達にあげましたមានថាខ្ញុំបានឲ្យកាដូទៅកាន់មិត្តភក្តិអញ្ចឹងការធ្វើសកម្មភាពនេះគឺធ្វើទៅកាន់មិត្តភក្តិវេយ្យាករណ៍ទី9គឺបង្ហាញអំពីការទទួលអ្វីមួយពីនរណាម្នាក់អញ្ចឹងក្នុងករណីនេះបបសព្ទដែលប្រើប្រាស់មាន3គឺវៈនិហើយនិងអបបសព្ទវៈគឺបង្ហាញអំពីអ្នកដែលទទួលរងអំពើបបសព្ទនិគឺបង្ហាញអំពីអ្នកដែលធ្វើអំពើចំណែកអគឺជាកម្មវត្ថុនៃការធ្វើអំពើឧទាហរណ៍私は友達に時計をもらいましたឃ្លានេះមានន័យថាខ្ញុំបានទទួលនាឡិកាពីមិត្តភក្តិអញ្ចឹងខ្ញុំគឺជាអ្នករងអំពើហើយមិត្តភក្តិជាអ្នកធ្វើអំពើវេយ្យាករណ៍ទី10គឺដូចនឹងបង្រាយម៉ាស់ដែរគឺបង្ហាញអំពីអ្នកដែលទទួលរងនៅអំពើឧទាហរណ៍私は A 先生に日本語を習いましたឃ្លានេះមានន័យថាខ្ញុំបានទទួលការបង្រៀនភាសាជប៉ុនពីលោកគ្រូ A អញ្ចឹងខ្ញុំទទួលរងអំពើពីលោកគ្រូ A វេយ្យាករណ៍ទី11គឺទាក់ទងនឹងសំណួរសួររកអ្នកដែលទទួលរងអំពើអញ្ចឹងករណីនេះគឺយើងប្រើប្រាស់ពាក្យថា誰にឧទាហរណ៍សំណួរ誰に日本語を習いますかចម្លើយ A 先生に習いますសំណួរមានថាតើអ្នករៀនភាសាជប៉ុនពីនរណាគេដែរអញ្ចឹងចម្លើយគឺថាខ្ញុំរៀនពីលោកគ្រូ A វេយ្យាករណ៍ទី12គឺជាសំណួរដែលសួរថាតើបានធ្វើអ្វីមួយរួចរាល់ហើយឬនៅអញ្ចឹងករណីនេះគឺយើងប្រើ mo គេអាសព្ទ mashita ka នៅពេលដែលយើងឆ្លើយគឺត្រូវតែមាន mo មកវិញនៅក្នុងករណីចម្លើយស្របប៉ុន្តែនៅក្នុងករណីបដិសេធវិញគឺយើងឆ្លើយថា iie mada desu ឧទាហរណ៍សំណួរ mo shukudai o shimashita ka ឃ្លានេះមានថាតើអ្នកបានធ្វើកិច្ចការផ្ទះរួចរាល់ហើយឬនៅចម្លើយស្របគឺយើងឆ្លើយថា はいもうしましたបានធ្វើរួចរាល់ហើយចំពោះចម្លើយបដិសេធ iie mada desu មានន័យថាមិនទាន់ធ្វើរួចរាល់ទេអញ្ចឹងចំពោះវេយ្យាករណ៍នៅក្នុងមេរៀនទី6នេះសូមបញ្ចប់ត្រឹមនេះសូមអរគុណ